សូមកុំឲ្យកូនបោះបង់ការសិក្សាដោយសារតែភាពក្រីក្រព្រោះភាពក្រីក្រមិនមែនជាកំហុសរបស់កូនតែការបោះបង់ការសិក្សាអាចក្លាយជាកំហុសដែលបិទទ្វារអនាគតរបស់កូនជារៀងរហូតឪពុកម្ដាយជាច្រើនធ្លាប់ឆ្លងកាត់ថ្ងៃលំបាកធ្វើការខំប្រឹងពេលថ្ងៃពេលយប់មិនមានសូម្បីពេលសម្រាកមិនមែនដើម្បីឲ្យកូនឈប់រៀនប៉ុន្តែដើម្បីឲ្យកូនមានជីវិតល្អជាងឪពុកម្ដាយសាលារៀនមិនមែនជាកន្លែងសម្រាប់អ្នកមានតែប៉ុណ្ណោះទេវាជាទីកន្លែងដែលផ្ដល់ឱកាសស្មើគ្នាដល់កុមារគ្រប់រូបមិនថាមកពីគ្រួសារក្រីក្រឬមានការលំបាកយ៉ាងណាក៏ដោយនៅសាលាអន្តរទ្វីប COSPES យើងជឿជាក់ថាកុមារម្នាក់មានសក្តានុពលលាក់លៀមនៅក្នុងខ្លួនត្រឹមតែត្រូវការឱកាសនិងការគាំទ្រពីមនុស្សជុំវិញយើងមិនត្រឹមតែបង្រៀនអក្សរមិនត្រឹមតែបង្រៀនមេរៀនក្នុងសៀវភៅតែបង្រៀនកូនឲ្យចេះគិតចេះអត់ធ្មត់ចេះខំប្រឹងនិងចេះស្រមៃអនាគតរបស់ខ្លួនឯងថ្ងៃនេះកូនអាចខ្វះខាតអាចខ្វះសម្ភារៈអាចខ្វះលទ្ធភាពប៉ុន្តែបើកូនមិនឈប់ថ្ងៃស្អែកកូនអាចផ្លាស់ប្ដូរជីវិតគ្រួសារអាចក្លាយជាកម្លាំងសម្រាប់សង្គមនិងអាចជាក្តីមោទនភាពរបស់ឪពុកម្ដាយសូមកុំឲ្យពាក្យថាមិនមានលុយក្លាយជាហេតុផលដើម្បីយកសុបិនរបស់កូនទៅបោះចោលពីព្រោះសុបិនមួយអាចជាចំណុចចាប់ផ្ដើមនៃជីវិតថ្មីទាំងមូលនៅសាលាអន្តរទ្វីប COSPES យើងជឿជាក់ថាការសិក្សាគឺជាផ្លូវចេញពីភាពក្រីក្រចំណេះដឹងគឺជាកម្លាំងបំលែងជីវិតរៀនថ្ងៃនេះដើម្បីអនាគតថ្ងៃស្អែកសូមឲ្យកូនបន្តរៀនបន្តខំប្រឹងបន្តជឿជាក់លើខ្លួនឯងទោះបីជាផ្លូវមុខពិបាកយ៉ាងណាក៏ដោយពីព្រោះថ្ងៃណាមួយកូននឹងអរគុណឪពុកម្ដាយដែលមិនអនុញ្ញាតឲ្យកូនបោះបង់ការសិក្សាដោយសារតែភាពក្រីក្រសាលាអន្តរទ្វីប COSPES រួមដំណើរជាមួយឪពុកម្ដាយក្នុងការកសាងអនាគតកូនៗដោយចំណេះដឹងនិងក្តីសង្ឃឹម